មួយរយៈក្រោយមកដល់ពេលដែលសែងត្រូវចាក់ចេញពីភូមិហ្វូសាទៅបន្តដំណើរផ្សងព្រេងរបស់គាត់បន្តទៀតនៅពេលនោះលូហ្វីបានប្រកាសអះអាងថាថ្ងៃណាមួយគាត់នឹងមានក្រុមខ្លួនឯងហើយគាត់នឹងក្លាយទៅជាមេចៅសមុទ្រដែលខ្លាំងជាងក្រុមរបស់សែងទៀតជាការសន្យាសែងបានផ្ញើមួកសំណប់ចិត្តរបស់គាត់ឲ្យលូហ្វីសិនហើយនៅពេលដែលលូហ្វីក្លាយទៅជាមេចៅសមុទ្រដ៏ពូកែម្នាក់គាត់ចង់ឲ្យលូហ្វីយកមួកនោះទៅឲ្យគាត់វិញ10 ឆ្នាំក្រោយមកលូហ្វីបានចាប់ផ្ដើមចេញដំណើរផ្សងព្រេងរបស់គាត់តាមទូកតូចមួយហើយអ្នកភូមិហ្វូសាជាច្រើនបានមកជួបដំណើរគាត់ទាំងអាឡោះអាឡៃពេលលូហ្វីចេញបានឆ្ងាយបន្តិចស្រាប់តែស៊ីឃីងដែលជាមិត្តចាស់របស់គាត់បានមកលេងប៉ុន្តែលើកនេះលូហ្វីមិនមែនក្មេងទៀតទេគាត់បានប្រើកាដាប់ដៃកៅស៊ូរបស់គាត់ដែលគាត់ហៅថាហ្គាំ pistol ដែលស៊ីឃីងម្ដាយឡើងស្លាប់បន្តមកសាច់រឿងបានកាត់ទៅមើលតួអង្គម្នាក់ទៀតឈ្មោះ Kobe គឺជាក្មេងម្នាក់ដែលចោលសមុទ្រចាប់មកធ្វើការនៅលើទូករបស់ពួកគេមានថ្ងៃមួយ Kobe រុញប៉ះចំធុងបារ៉ាដែល Luffy ដេកនៅក្នុងនោះ Luffy ចូលទៅក្នុងធុងបារ៉ាដោយសារតែទូករបស់គាត់ត្រូវបានទឹកគួចយកទៅហើយក្រោយមកមានគេប្រទះឃើញធុងបារ៉ានោះក៏លើកឡើងលើកប៉ាល់ហើយក្រោយមកទៀតកប៉ាល់នោះក៏ត្រូវបានក្រុមចោលសមុទ្រប្លន់យកទៀតអញ្ចឹងហើយទៅពេលនេះ Luffy នៅលើទូករបស់ចោលសមុទ្រហើយបានជួបជាមួយនឹង Kobe ជាដំបូង Luffy អត់ខ្វល់ថាគាត់នៅកន្លែងណាទេសំខាន់ពេលនេះគាត់ឃ្លានហើយគាត់ទៅរកអីញ៉ាំសិននៅទីនោះ Kobe បានប្រាប់ Luffy ថាកាលពី2 ឆ្នាំមុនពេលដែលគាត់កំពុងតែស្ទូចត្រីសុកមានក្រុមចោលសមុទ្រទៅចោលគាត់មកធ្វើទាស្ករនៅលើទូកមួយនឹងពេលនោះ Luffy បានសួរថាបើមិនចង់ធ្វើការនៅនឹងទេហេតុអីមិនរត់ហើយ Kobe ប្រាប់ថាគាត់អត់ហ៊ានតែសារតែកាប៉ីតែននៅលើកប៉ាល់នឹងឈ្មោះ Alvida កាយខ្លាំងណាស់បើដឹងថា Kobe ចង់រត់នាងច្បាស់ជាសម្លាប់គាត់ចោលហើយនិយាយខ្លីទៅ Kobe គឺជាមនុស្សកំសាកធ្វើអីគាត់ហ៊ានដែរតទៅពេលលឺ Luffy ប្រាប់ថាគាត់ចង់ទៅរកកំណប់ One Piece ដើម្បីធ្វើជាស្ដេចចោលសមុទ្រ Kobe ដឹងថាវាគ្រោះថ្នាក់ខ្លាំងណាស់ហើយគាត់អត់ជឿថា Luffy ធ្វើបានទេនៅពេលនោះ Luffy បានខកគាត់មកកញ្ញោខ្លួនហើយប្រាប់ថាមនុស្សយើងត្រូវតែធ្វើអីដែលយើងចង់ធ្វើមិនត្រូវបណ្តែតបណ្ដោយតាមជោគវាសនាទេពាក្យសម្ដីរបស់ Luffy បានធ្វើឲ្យ Kobe មានកម្លាំងចិត្តហើយក៏សម្រេចចិត្តធ្វើតាមក្តីសម័យរបស់គាត់ដែលចង់ធ្វើជាកងម៉ារីនដើម្បីចាប់ជនអាក្រក់បន្ទាប់មកកាប៉ីតែនឈ្មោះ Alvada បានទៅដល់ទីនោះហើយពេល Luffy ឃើញក៏សួរ Kobe ថាចូលម្នាក់កម្មាំងហ្នឹងជានរណាគេតាមធម្មតា Alvada ខឹងណាស់ណាគេនិយាយថងហ្នឹងដល់ពេលឮ Luffy និយាយអញ្ចឹងនាងច្បាស់ជាមិនឲ្យ Luffy រួចខ្លួនទេដែលរបស់ Luffy ប្រការណាយាយកាន់តែឆ្ងាយកម្លាំងកាន់តែខ្លាំងនៅពេលនោះទោះបីជា Alvada កំបាប់ប៉ុណ្ណាក៏ Luffy ឯងវាយប៉ើងដែរបន្តមក Luffy បានជួន Kobe ទៅចុះឈ្មោះធ្វើជាម៉ារីនតាមក្តីសុបិនរបស់គាត់នៅតាមផ្លូវ Luffy បានសួរ Kobe តាក់ទងជាមួយនឹង Zoro ព្រោះមុននឹង Alvada ច្រឡំគាត់ជាមួយនឹង Zoro ពេលនោះ Kobe ប្រាប់ថា Zoro គឺជាអ្នកស៊ីឈ្នួលចាប់ចោលសមុទ្រដ៏ខ្លាំងម្នាក់ប៉ុន្តែមិនដឹងថាមានរឿងអីទេពេលនេះឮថាគេចងគាត់ទុកនៅទីក្រុង Cell Town បន្តមកមិនយូរប៉ុន្មានពួកគេបានធ្វើដំណើរទៅដល់ទីនោះព្រោះ Luffy ចង់បាន Zoro ចូលក្រុម Pirate ជាមួយគាត់ពេលនោះពួកគេបានដើរទៅដល់កន្លែងដែលគេចាប់ Zoro ចងឆ្កាងធ្វើទរណកម្មបង្អត់អាហារពេលនោះផងដែរក៏មានក្មេងស្រីម្នាក់ទៀតទៅដល់ទីនោះនាងក្លាហានណាស់ហ៊ានផ្លោះលបនទៅជួប Zoro ដើម្បីយកបាយតាណាទៅឲ្យគាត់ញ៉ាំប៉ុន្តែនៅពេលនោះ Zoro មិនព្រមញ៉ាំទេថែមទាំងបានដេញក្មេងស្រីនោះឲ្យទៅវិញថែមទៀតបន្តមកមានបរិសុទ្ធសក់លឿងម្នាក់ហើយនឹងកងម៉ារីន2នាក់បានទៅដល់គាត់បានឆក់បាយដំណើរពីក្មេងស្រីហើយបោះចោលទៅដីជន់ពីលើថែមទៀតបន្តមកទៀតបរិសុទ្ធនឹងបានបញ្ជាឲ្យម៉ារីនម្នាក់បោះក្មេងស្រីនោះចេញទៅក្រៅលំបងវិញសំណាងដែរដែល Luffy ជួយនាងតាន់ក្រោយពេលបរិសុទ្ធសក់លឿងត្រឡប់ទៅវិញ Luffy បានលួចចូលទៅជួប Zoro វិញម្ដងពេលនោះ Luffy ចង់ជួយ Zoro ដែរតែ Zoro មិនឲ្យគាត់ជួយទេប៉ុន្តែ Zoro បានប៉ឹង Luffy ឲ្យជួយរើសបាយតាណាប្រឡាក់ដីឲ្យគាត់ញ៉ាំបន្តមក Luffy បានយករឿងនឹងទៅប្រាប់ក្មេងស្រីម្ចាស់បាយតាណាធ្វើឲ្យនាងសប្បាយចិត្តខ្លាំងណាស់ក្មេងស្រីម្នាក់នោះឈ្មោះ Rika ហើយនាងប្រាប់ថា Zoro ត្រូវបានគេចាប់ចោលនឹងគឺដោយសារតែគាត់ជួយនាងកាលពីប្រហែលថ្ងៃមុនមានឆ្កែចចកមកក្បាលចូលមកហាងម៉ាក់របស់នាងហើយ Rika ឃើញអញ្ចឹងក៏ទាញបោះចង់វាយវាតែវាបែរជាចង់ខាំ Rika វិញស្នាណាស់ដែលពេលនោះ Zoro បានវាយឆ្កែនោះជួយនាងតាន់តាមពិតឆ្កែចចកហ្នឹងគឺជាសត្វចិញ្ចឹមរបស់បុរសសក់លឿងឈ្មោះ Helmeppo នៅថ្ងៃនោះ Zoro មិនត្រឹមតែវាយឆ្កែទេវាយទាំងម្ចាស់ឆ្កែអាលីអាលើនឹងទៀត